សម្រាប់ដំភ្លើងនៅពេលយើងរុំគឺមានលក្ខណៈបែបនេះអញ្ចឹងយើងខាងក្នុងនេះខាងស្ដាំអញ្ចឹងយើងដាក់ស្ដាំទាំងអស់មកដំខាងមកខាងនេះក៏យើងដាក់ស្ដាំអញ្ចឹងនិយាយទៅថាដំភ្លើងគឺយើងរុំលំនាំដូចគ្នាទាំងអស់ទាំងខ្សែរ៉ុតហើយនិងខ្សែដេប៉ាអញ្ចឹងយើងដាក់គ្នាស្ដាំមកអានេះឆ្វេងអានេះឆ្វេងហើយប្រវល់មកខាងនេះប្រវល់មកខាងនេះស្ដាំហើយនេះឆ្វេងដូចគ្នាហើយសម្រាប់ដុំដេប៉ានេះខាងក្នុងនេះគឺក៏គេរុំដូចគ្នាដែរឥឡូវរបៀបក្នុងការភ្ជាប់គឺយើងយកខាងឆ្វេងនេះមកយកខាងឆ្វេងមកជាប់ជាមួយនឹងដុំនេះខាងឆ្វេងដែរអញ្ចឹងឆ្វេងជាប់ឆ្វេងដុំខាងឆ្វេងនេះជាប់ឆ្វេងនេះមកហើយពីរដុំនេះគឺជាប់គ្នាហើយសម្រាប់ខ្សែដេប៉ាក៏ដូចគ្នាដែរខ្សែដេប៉ាគឺគេរុំលំនាំដូចគ្នាដែរហើយគេយកខាងឆ្វេងនេះគេយកខាងឆ្វេងដុំនេះហើយភ្ជាប់ជាមួយនឹងខាងឆ្វេងដុំខាងនេះដូចគ្នាវាមកជាប់រួចហើយខាងនេះជាប់ខាងនេះហើយខាងនេះចឹងនៅសល់ខ្សែ4ខ្សែរ៉ុតនេះ2ហើយនិងខ្សែដេប៉ា2ចឹងនៅសល់4គឺរបៀបចាប់យកគឺយើងចាប់យកខ្សែដេប៉ាជាប់ជាមួយនឹងខ្សែរ៉ុតម៉ាតសៃហើយខ្សែដេប៉ាម៉ាតសៃទៀតខ្សែនេះចូលកងដងហើយខ្សែរ៉ុតមកខាងនេះទៀតចូលភ្លើង AC 220ហើយនឹងជើងកងដងមកខាងនេះភ្ជាប់ពីខ្សែទៅវាសម្រាប់ភ្លើង AC 220ចូលអញ្ចឹងបើសិនជាយើងភ្ជាប់ខាងនេះឧទាហរណ៍យើងភ្ជាប់ខាងនេះវាទៅឆ្វេងហើយយើងត្រូវការស្ដាំអញ្ចឹងគឺយើងយកខ្សែដេប៉ានេះជាប់ជាមួយនេះរបៀបក្នុងការភ្ជាប់នេះគឺទឹកខ្សែពណ៌លឿងនេះគឺជាប់ជាមួយនឹងដុំខាងនេះហើយជាមួយនឹងខ្សែដេប៉ាដុំខាងនេះអានេះភ្លើង AC 220ចូលវារាច់ហើយខ្សែពណ៌ខៀវនេះគឺខ្សែភ្លើង AC 220ចូលដែរប៉ុន្តែចំភ្ជាប់ជាមួយនឹងកងដុំមកខាងអញ្ចឹងខាងខ្សែដៃនេះគឺភ្លើង AC 220ចូលដែរចាប់ភ្ជាប់មួយនឹងកងដុំខាងហើយខ្សែដេប៉ាខាងទៀតចូលខ្សែកងដុំដែរអានេះភ្លើង AC 220ចូលអានេះកងដុំហើយខ្សែខៀវនេះភ្លើង AC 220ចូលជាប់មួយកងដុំនេះគឺជាដុំភ្លើងម៉ូទ័រប្រភេទនេះ